ទម្លាប់ទៅវាហាក់បីដូចជាក្របពោចដែលយ៉ាងមើលទៅវាមិនសំខាន់ចឹងក៏ប៉ុន្តែអ្វីដែលអ្នកគិតថាมันសំខាន់នេះនៅខាងក្នុងគឺមានអត្តពលវាមានសក្តានុពលនៅក្នុងការបង្កើតការផ្លាស់ប្ដូរដ៏ធំនៅក្នុងជីវិតមនុស្សភាគច្រើនចង់ឃើញលទ្ធផលឆាប់ដូចជាជោគជ័យភ្លាមឬក៏ការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានៅក្នុងរយៈពេលខ្លីប៉ុន្តែធាតុពិតប្រាកដនោះការកែប្រែដែលប្រកបទៅដោយអត្ថន័យនិងមានស្ថិរភាពគឺវាតែងតែចាប់ផ្ដើមពីអ្វីតូចៗដែលយើងធ្វើចប់ជាប្រចាំមនុស្សភាគច្រើនចង់ផ្លាស់ប្ដូរជីវិតនៅក្នុងរយៈពេលខ្លីពួកគេចង់ជោគជ័យលឿនចង់មានលទ្ធផលធំភ្លាមចង់ក្លាយទៅជាមនុស្សថ្មីនៅក្នុងរយៈពេលត្រឹមតែមួយយប់ក៏ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនមិនបានយល់ជ្រាបជ្រាបនោះគឺជីវិតគឺពុំត្រូវបានផ្លាស់ប្ដូរទៅដោយសកម្មភាពធំត្រឹមតែម្ដងវាផ្លាស់ប្ដូរដោយបណ្ដុំនៃទម្លាប់តូចៗដែលអ្នកធ្វើរាល់ថ្ងៃដែលចាំមិនតាច់បែបមិនបោះបង់ទម្លាប់តូចៗគឺពេលដូចជាក្របពូជនៅពេលអ្នកដាំវាប្រហែលជាអ្នកមិនឃើញលទ្ធផលដែលភ្លាមទេក៏ប៉ុន្តែបើអ្នកថែរក្សាវាចាប់ជាប្រចាំជារៀងរាល់ថ្ងៃវាក៏នឹងលូតលាស់ហើយคล้ายទៅជាអ្វីដែលធំជាងការស្មានរបស់អ្នកទៅទៀតវាប្រៀបបីដូចជាការវិញសរសៃអំបោះក៏យ៉ាងដូច្នោះដែរអំបោះតូចមួយអាចមិនសំខាន់ប៉ុន្តែនៅពេលដែលវាប្រម៉ែប្រមុំពុះផ្ដំប្រមូលត្រូវបានបញ្ចូលគ្នាคล้ายទៅជាខ្សែគោវាកាន់តែរឹងមាំខ្សែគោคล้ายទៅជាខ្សែពួរវាកាន់តែរឹងមាំកាន់តែខ្លាំងក្លាឡើងតាមដែលសារសង្កេតមនុស្សភាគច្រើនបរាជ័យមិនមែនព្រោះតែពួកគេគ្មានសមត្ថភាពក៏ប៉ុន្តែដោយសារតែពួកគេមើលស្រាលទម្លាប់តូចពួកគេគិតថាគ្រាន់តែគេងយឺតបន្តិចគឺមិនអីគ្រាន់តែពន្យាពេលថ្ងៃនេះគឺមិនអីគ្រាន់តែអូសទូរស័ព្ទ1ម៉ោងក៏វាមិនអីគ្រាន់តែខ្ជិលថ្ងៃនេះក៏មិនអីប៉ុន្តែធៀបពិតទៅជីវិតមិនត្រូវបានបំផ្លាញទៅដោយកំហុសធំត្រឹមតែម្ដងវាត្រូវបានបំផ្លាញដោយទម្លាប់តូចៗអវិជ្ជមានដែលកើតឡើងជាបន្តបន្ទាប់ទន្ទឹមនឹងនេះដែរជោគជ័យក៏បំបានកាត់ចេញពីសំណាងធំត្រឹមតែម្ដងវាកាត់ឡើងពីសកម្មភាពតូចៗដែលយើងធ្វើរាល់ថ្ងៃរហូតក្លាយទៅជាផ្នែកមួយនៃជីវិតសក្តិមើលបិទភ្នែកស្រមៃបើអ្នកអានសៀវភៅត្រឹមតែ10ទំព័រនៅក្នុងមួយថ្ងៃមួយឆ្នាំអ្នកនឹងអានបានរាប់ពាន់ទំព័របើអ្នកហាត់ប្រាណ20នាទីក្នុងមួយថ្ងៃរាងកាយរបស់អ្នកក៏នឹងផ្លាស់ប្ដូរបើអ្នកសន្សំលុយបន្តិចបន្តួចជារៀងរាល់ថ្ងៃថ្ងៃណាមួយវាក៏នឹងคล้ายទៅជាចំនួនធំបញ្ហានោះគឺមនុស្សភាគច្រើនមិនរត់មកគ្រប់គ្រាន់ដើម្បីឃើញលទ្ធផលរបស់ទម្លាប់តូចទេពួកគេចង់ឃើញការផ្លាស់ប្ដូរភ្លាមហើយនៅពេលដែលមិនឃើញលទ្ធផលភ្លាមពួកគេក៏បោះបង់កត្តាធម្មជាតិវាមិនប្រញាប់ប្រញាល់ទេដើមឈើមួយគឺមិនអាចធំនៅក្នុងពេលត្រឹមតែមួយយប់វាត្រូវការពេលវេលាវាត្រូវការការថែរក្សានិងត្រូវការភាពអត់ធ្មត់មនុស្សក៏វាមានលំនាំដូចគ្នាអត្តចរិតរបស់អ្នកគំនិតរបស់អ្នកក៏ដូចជាសមត្ថភាពរបស់អ្នកនិងអនាគតរបស់អ្នកគឺកំពុងតែត្រូវបានសាងសង់ដោយទម្លាប់តូចៗដែលអ្នកធ្វើរាល់ថ្ងៃអ្នកមិនអាចរស់នៅដោយភាពខ្ជិលរាល់ថ្ងៃហើយរំពឹងថាជីវិតនឹងអស្ចារ្យទេអ្នកមិនអាចពន្យាពេលជាប្រចាំហើយសង្ឃឹមថានឹងជោគជ័យធំទេអ្វីដែលអ្នកធ្វើជាញឹកញាប់ក៏នឹងคล้ายទៅជាអ្វីដែលអ្នកធ្វើរាល់ថ្ងៃបុគ្គលជោគជ័យវាមិនខុសអីពីអ្នកត្រង់ថាពួកគេមានពេលច្រើនជាងទេពួកគេខុសត្រង់ថាពួកគេយល់អំពីអំណាចនៃទម្លាប់តូចពួកគេជ្រុលជ្រាបយ៉ាងច្បាស់ថាការខិតលំអត្រឹមតែ1%រាល់ថ្ងៃគឺអាចបង្កើតការផ្លាស់ប្ដូរធំនៅក្នុងរយៈពេលវែងពួកគេមិនផ្ដោតតែទៅលើគោលដៅទេប៉ុន្តែផ្ដោតទៅលើប្រព័ន្ធនិងទម្លាប់ដែលនាំទៅកាន់គោលដៅពួកគេដឹងថាបើអ្នកមានទម្លាប់ត្រឹមត្រូវលទ្ធផលនឹងមកដោយខ្លួនឯងបញ្ហាធំរបស់មនុស្សជាច្រើនគឺពួកគេមើលងាយទម្លាប់តូចពួកគេចង់បានអ្វីធំប៉ុន្តែមិនអាចគ្រប់គ្រងទម្លាប់តូចរាល់ថ្ងៃបានពួកគេចង់ជោគជ័យប៉ុន្តែមិនអាចក្រោកពីគេងឲ្យបានមុនគេ1ម៉ោង2ម៉ោងសោះពួកគេចង់មានចំណេះជំនាញឯកទេសប៉ុន្តែមិនដែលអានសៀវភៅមិនដែលចូលវគ្គសិក្សាមិនដែលអភិវឌ្ឍខ្លួនសោះចង់មានសុខភាពល្អប៉ុន្តែមិនអាចគ្រប់គ្រងរបបអាហារបានការពិតនោះគឺជីវិតធំត្រូវបានសាងសង់ឡើងពីវិន័យតូចៗរាល់ថ្ងៃនឹងដែរអ្នកប្រៃចាំថាក្រទម្លាប់មិនត្រឹមតែបង្កើតលទ្ធផលប៉ុណ្ណោះទេក៏ប៉ុន្តែគឺវាបង្កើតអត្តសញ្ញាណរបស់អ្នកផងដែររាល់ពេលអ្នកអានអ្នកកំពុងតែបញ្ជាក់ថាខ្ញុំគឺជាអ្នកសិក្សារាល់ពេលអ្នកហាត់ប្រាណអ្នកកំពុងតែបញ្ជាក់ថាខ្ញុំគឺជាមនុស្សដែលរក្សាខ្លួនឯងរាល់ពេលអ្នកធ្វើការទោះជាគ្មានអារម្មណ៍ក៏ដោយអ្នកកំពុងតែបង្កើតអត្តចរិតដ៏រឹងមាំ
ហើយនៅពេលដែលទម្លាប់ទាំងអស់នោះវាខ្លាយទៅជាផ្នែកមួយនៃជីវិតអ្នកនឹងពុំជាបាច់បង្ខំខ្លួនឯងដូចមុនទៀតឡើយអ្នកក៏នឹងធ្វើវាដោយស្វ័យប្រវត្តិត្បិតតែវាបានរីកដុះដាលខ្លាយទៅជាអត្តសញ្ញាណខ្លាយទៅជាមនុស្សថ្មីរបស់អ្នកបាត់ទៅហើយមនុស្សភាគច្រើនរងចាំថ្ងៃជាពេលល្អរងចាំថ្ងៃជាពេលបានដើម្បីចាប់ផ្ដើមពួកគេរងចាំឲ្យមានពេលរងចាំឲ្យមានលុយរងចាំឲ្យមានអារម្មណ៍ល្អក៏ប៉ុន្តែជីវិតគឺពុំបានផ្លាស់ប្ដូរដោយការទៅរងចាំទេវាផ្លាស់ប្ដូរដោយការចាប់ផ្ដើមពីអ្វីតូចៗដែលអ្នកធ្វើរាល់ថ្ងៃប្រហែលជាអ្នកមិនអាចផ្លាស់ប្ដូរជីវិតទាំងមូលត្រឹមតែមួយថ្ងៃទេក៏ប៉ុន្តែអ្នកអាចផ្លាស់ប្ដូរទម្លាប់តូចមួយថ្ងៃនេះហើយទម្លាប់តូចនេះក៏នឹងក្លាយទៅជាចំណុចចាប់ផ្ដើមនៃអនាគតថ្មីរបស់អ្នកសូមកុំមើលស្រាលការកែលម្អតូចៗឲ្យសោះព្រោះថ្ងៃណាមួយអ្នកក៏នឹងបែរភ័ក្រនេះក្រោយត្រឡប់ឃើញហើយដឹងថាអ្វីដែលបានផ្លាស់ប្ដូរជីវិតអ្នកពុំមែនត្រឹមតែជាព្រឹត្តិការណ៍ធំមួយក៏ប៉ុន្តែគឺជាបណ្ដុំនៃទម្លាប់តូចដែលអ្នកជ្រើសរើសធ្វើរាល់ថ្ងៃជាប់ជាប្រចាំនឹងឯងចូលទទួលខុសត្រូវឲ្យបានខ្ពស់ចំពោះខ្លួនឯងឲ្យបានប្រសើរជាបុគ្គលដទៃដែលគេរំពឹងទុកពីយើងការដែលយើងមានភាពស្មោះត្រង់ជាមួយខ្លួនឯងធ្វើអ្វីប្រកបទៅដោយទស្សនវិស័យដែលច្បាស់លាស់ការភ្ញាក់ពីម៉ោងពឹកបន្តិចការអានសៀវភៅការរៀបចំលំដាប់នៃអាទិភាពឬក៏ដោយទៅសម្បីតែការគ្រប់គ្រងអារម្មណ៍ខ្លួនឯងនៅក្នុងស្ថានភាពលំបាកអ្វីទាំងអស់នេះហើយគឺជាមូលដ្ឋានដ៏សំខាន់ដើម្បីបង្កើតភាពរីកចម្រើននៅពេលអ្នកធ្វើអ្វីមួយតូចៗជាបន្តវាមិនត្រឹមតែបង្កើតលទ្ធផលបន្តិចបន្តួចប៉ុណ្ណោះទេក៏ប៉ុន្តែវាបង្កើតអត្តសញ្ញាណថ្មីសម្រាប់អ្នកផងដែរអ្នកក៏คล้ายទៅជាមនុស្សដែលមានវិន័យមានការលើកទឹកចិត្តនិងការទទួលខុសត្រូវមកលើជីវិតខ្លួនឯងទម្លាប់តូចគឺមានអំណាចនៅក្នុងការប្រែប្រួលទៅដៃជីវិតរបស់អ្នកគឺអាចអនុញ្ញាតឲ្យអ្នកសង្កេតឃើញទៅភ្លាមៗនោះក៏ទេដែរវាត្រូវការពេលវេលានិងភាពរឹងមាំពីខាងក្នុងតែប្រៀបបីដូចជាការដាំឈើមួយនៅថ្ងៃដំបូងអ្នកនឹងមិនឃើញការផ្លាស់ប្ដូរច្រើនទេក៏ប៉ុន្តែបើអ្នកស្រោចទឹកដាក់ជីថែទាំវាជាប់ជាប្រចាំមួយថ្ងៃវាក៏នឹងលូតលាស់បន្តិចម្ដងរហូតដល់វាក្លាយទៅជាដើមឈើធំមួយចាក់ជាមិនខានជីវិតនេះក៏វាមានលំនាំដូចគ្នាទម្លាប់តូចៗដែលអ្នកត្រូវធ្វើរាល់ថ្ងៃគឺកំពុងតែបង្កើតអនាគតរបស់អ្នកយ៉ាងស្ងៀមស្ងាត់ប្រសិនបើអ្នកត្រូវទម្លាប់ល្អសូម្បីតែតិចតួចវាក៏នឹងនាំឲ្យអ្នកឈានទៅរកជីវិតដែលមានគុណភាពកាន់តែខ្ពស់ជាងមុនបើអ្នកយកចិត្តទុកដាក់និងអនុញ្ញាតឲ្យទម្លាប់អាក្រក់កើតមានវាអាចប៉ះពាល់ទៅដល់អ្នកក៏យ៉ាងដូច្នោះដែរប្រការដែលសំខាន់នោះគឺពុំជាបាច់ចាប់ផ្ដើមអ្វីធំដែលវាពិបាកទេការផ្លាស់ប្ដូរដ៏ពិតប្រាកដជាការពិតហើយគឺវាចាប់ផ្ដើមពីជំហានតូចៗដែលយើងធ្វើឲ្យចប់ជាប្រចាំបើចប់មិនតែនេះឯងនៅពេលអ្នកផ្ដោតទៅលើការកែលម្អត្រឹមតែបន្តិចបន្តួចប៉ុន្តែធ្វើវាជាបន្តជាការពិតណាស់វានឹងបង្កើតលទ្ធផលលើសពីការរំពឹងទុករបស់អ្នកទម្លាប់តូចពុំមែនគ្រាន់តែជាសកម្មភាពប្រចាំថ្ងៃប៉ុណ្ណោះទេក៏ប៉ុន្តែគឺជាគន្លឹះដ៏សំខាន់នៅក្នុងការកសាងជីវិតថ្មីជីវិតដែលមានទិសដៅជីវិតដែលមានវត្ថុបំណងនិងមានភាពរឹងមាំនៅក្នុងការប្រឈមជាមួយនឹងអ្វីដែលថ្មីថ្មោងនៅក្នុងជីវិតមនុស្សភាគច្រើនមើលហ្វាល់អំណាចនៃការផ្លាស់ប្ដូរតូចៗក្បិតពួកគេលួចចិត្តក្នុងចិត្តថាប្រការដែលគេគ្រាន់តែអានសៀវភៅ10នាទីគឺមិនអាចផ្លាស់ប្ដូរអ្វីទេគ្រាន់តែភ្ញាក់មុនគេ30នាទីក៏ប្រហែលជាមិនបង្កើតភាពខុសប្លែកគ្នាគ្រាន់តែសន្សំលុយមួយថ្ងៃ5000ប្រហែលជាមិនអាចធ្វើជីវិតរបស់គេភ្លឺស្វាងប៉ុន្តែពួកគេភ្លេចចំណុចដ៏សំខាន់នោះគឺជីវិតមិនត្រូវបានកំណត់ទៅដោយសកម្មភាពធំត្រឹមតែម្ដងវាត្រូវបានកំណត់ទៅដោយអ្វីដែលអ្នកធ្វើចប់ជាប្រចាំអ្វីតូចៗដែលអ្នកធ្វើរាល់ថ្ងៃគឺការប្រកាយលទ្ធផលធំនាថ្ងៃក្រោយសាក់ទឹកទៅមើលបើអ្នកកាយលបខ្លួនឯងត្រឹមតែ 1% រាល់ថ្ងៃនៅក្នុងរយៈពេល1ឆ្នាំអ្នកក៏នឹងក្លាយទៅជាមនុស្សដែលខុសពីមុនស្ទើរតែទាំងស្រុងប៉ុន្តែបញ្ហានោះគឺមនុស្សភាគច្រើនចង់ឃើញលទ្ធផលតាន់ហន់លឿនពេកពួកគេមិនឃើញការផ្លាស់ប្ដូរភ្លាមពួកគេក៏បោះបង់ពួកគេយល់ថាការផ្លាស់ប្ដូរដ៏ពិតប្រាកដប្រៀបដូចជាការដាំឈើនៅក្នុងដំណាក់កាលដំបូងអ្នកមិនឃើញការកើតឡើងអ្វីឡើយក៏ប៉ុន្តែនៅពីក្រោមដីនោះគឺឫសគល់ឬកែនវាកំពុងតែរីកលូតលាស់យ៉ាងសន្សឹមប្រកបដោយកម្លាំងថាមពលហើយថ្ងៃណាមួយលកិតណាអ្នកតែបន្តដាក់ជីលទ្ធផល
ប៉ុណ្ណឹងបង្ហាញជាច្បាស់ជាជីវនខាជីវិតរបស់អ្នកនាថ្ងៃនេះគឺជាលទ្ធផលនៃទម្លាប់ទុយៗដែលអ្នកធ្វើនាពេលកន្លងមកប្រសិនបើអ្នកមានទម្លាប់ហាក់វិជ្ជមានតិចតួចរាល់ថ្ងៃដូចជាការបញ្ជាពេលភាពខ្ជិលកេងយឺតឬក៏ចំណាយពេលទៅលើរឿងដែលគ្មានគុណតម្លៃទោះបន្តិចម្ដងវាក៏នឹងបង្កើតទៅជាជីវិតមួយដែលអ្នកមិនចង់បានប៉ុន្តែបើអ្នកជ្រើសរើសការផ្លាស់ប្ដូរទុយៗវិជ្ជមានដូចជាការអានការហាត់ប្រាណការគ្រប់គ្រងពេលវេលានិងការគ្រប់គ្រងខ្លួនឯងបន្តិចម្ដងអ្នកក៏នឹងកសាងជីវិតថ្មីមួយជាក់ជាមិនខាននោះឡើយបុគ្គលជោគជ័យគឺមិនខុសពីអ្នក5ថាពួកគេមានសំណាងអីនោះក៏ទេដែរខុសគ្នាត្រង់ថាពួកគេយល់អំពីច្បាប់ដែលមានអានុភាពដែល YouTube Channel Big Monica ធ្លាប់និយាយគឺ Compound Effect វាគឺជាការកែលម្អទុយៗពួកគេដឹងថាសកម្មភាពផ្ទាល់ដែលអ្នកធ្វើជាប់លាប់គឺមានអំណាចខ្លាំងជាងកិច្ចខិតខំធំដែលយើងធ្វើត្រឹមតែម្ដងម្កាលពួកគេមិនរងចាំអារម្មណ៍ល្អទៅខំទេពួកគេបង្កើតវិន័យតូចដែលធ្វើឲ្យជីវិតរីកចម្រើនជាបន្តមនុស្សជាច្រើនបរាជ័យក៏ព្រោះតែពួកគេចង់ធ្វើអ្វីធំនោះក៏ទេដែរពួកគេចាប់ផ្ដើមខ្លាំងប៉ុន្តែមិនអាចបន្តបានពួកគេចង់ផ្លាស់ប្ដូរជីវិតតែមួយត្រឹមតែមួយថ្ងៃហើយចុងក្រោយក៏អស់កម្លាំងបោះបង់ប៉ុន្តែមនុស្សដែលរីកចម្រើនដល់ពិតប្រាកដគឺជាមនុស្សដែលចេះធ្វើអ្វីតូចៗដែលភាពជាប់លាប់ពួកគេមិនប្រញាប់ប្រញាល់ទេពួកគេក៏មិនឈប់ដែរហើយជាអ្វីដែលពួកគេទៅដល់គោលដៅដ៏ធំបំផុតអ្នកត្រូវយល់ថាអនាគតរបស់អ្នកគឺមិនត្រូវសម្រេចដោយការសម្រេចចិត្តធំត្រឹមតែម្ដងក៏ប៉ុន្តែដោយសារសម្រេចចិត្តតូចរាល់ថ្ងៃជាប្រចាំរាល់ថ្ងៃដែលអ្នកជ្រើសរើសភ្ញាក់បន្តិចអ្នកកំពុងតែបង្កើតវិន័យរាល់ថ្ងៃដែលអ្នកជ្រើសរើសរៀនអ្វីដែលថ្មីអ្នកកំពុងតែបង្កើតតម្លៃខ្លួនរាល់ថ្ងៃដែលអ្នកជ្រើសរើសធ្វើការទោះជាគ្មានអារម្មណ៍អ្នកកំពុងតែបង្កើតអត្តចរិតរឹងមាំហើយការផ្លាស់ប្ដូរតូចទាំងអស់នេះក៏នឹងប្រមូលផ្ដុំគ្នាคล้ายទៅជាលទ្ធផលដ៏ធំដែលមនុស្សភាគច្រើនហៅថាភាពជោគជ័យនឹងឯងកុំមើលស្រាលការចាប់ផ្ដើមតូចមនុស្សភាគច្រើនគឺមិនដែលឈានដល់កម្រិតធំទេព្រោះពួកគេអៀននៅក្នុងការចាប់ផ្ដើមតូចពួកគេចាប់ណយអ្វីល្អប្រសើរឥតខ្ចោះមុនពេលដែលចាប់ផ្ដើមក៏ប៉ុន្តែភាពឥតខ្ចោះពុំមែនជាចំណុចចាប់ផ្ដើមនៃជោគជ័យទេណាការចាប់ផ្ដើមបើទោះបីជាតូចក៏ដោយនេះហើយគឺជាចំណុចដ៏សំខាន់ព្រោះមនុស្សដែលបន្តដល់យឺតរាល់ថ្ងៃនៃចុងក្រោយក៏នឹងឆ្លងកាត់មនុស្សដែលគ្រាន់តែគិតប៉ុន្តែមិនបានចាប់ផ្ដើមថ្ងៃនេះវាប្រហែលជាពុំចាំបាច់ផ្លាស់ប្ដូរជីវិតតែមូលទេប្រហែលជាអ្នកគ្រាន់តែផ្លាស់ប្ដូរទម្លាប់តូចមួយប្រហែលជាអ្នកគ្រាន់តែអាន10នាទីប្រហែលជាអ្នកគ្រាន់តែទុកទូរស័ព្ទឲ្យឆ្ងាយពីដៃបន្តិចមុនចូលគេឬធ្វើអ្វីដែលតែងតែបញ្ជាពេលព្រោះការផ្លាស់ប្ដូរតូចនាថ្ងៃនេះក៏នឹងក្លាយទៅជាចំណុចផ្លាស់ប្ដូរនៅថ្ងៃក្រោយហើយចុងក្រោយអ្នកក៏នឹងយល់ហើយជ្រាបជ្រាបថាលទ្ធផលធំពុំមែនកើតឡើងដោយកត្តាសំណាងវាកើតពីសកម្មភាពតូចដែលអ្នកធ្វើរាល់ថ្ងៃដោយជាប់មិនបាច់នឹងឯងបុគ្គលភាគច្រើនប្រហែលជាមិនដឹងអំពីរបៀបដ៏សាមញ្ញដែលក្នុងការស្វែងរកតុល្យភាពពិតប្រាកដនៅក្នុងជីវិតទេម្ល៉េះហើយជារឿយយើងរមែងតែសង្កេតឃើញពួកគេមិនអាចមានអារម្មណ៍ពេញចិត្តពេញថ្លើមបើទោះបីជាពុំបានដឹងខ្លួនក៏ដោយយើងត្រូវតែមានឆន្ទៈនៃការតាំងចិត្តដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចទៅតាមកម្មវត្ថុក៏ដូចជាបំណងប្រាថ្នាដ៏មុតមមដែលយើងមានទោះជាមានឧបសគ្គនិងការលំបាកក៏ដោយសារអង្គពីមនុស្សដែលហាក់ដូចជាមានភាពរឹងមាំហើយទទួលបានជោគជ័យនៅក្នុងជីវិតក៏ប៉ុន្តែនៅពេលដែលមុំបីភ័យអាសន្នទុក្ខវិបត្តិកើតឡើងនៅក្នុងជីវិតពួកគេក៏ចាប់ផ្ដើមបាក់ទឹកចិត្តហើយបោះបង់ចោលគោលដៅរបស់ខ្លួននេះគឺជាការបង្ហាញថាពួកគេប្រហែលជាខ្វះនូវភាពតស៊ូខ្វះនូវការបដិញ្ញាចិត្តដែលពិតប្រាកដការបដិញ្ញាចិត្តនិងការតស៊ូគឺជាកត្តាសំខាន់នៅក្នុងការសម្រេចគោលដៅរបស់យើងបើទោះបីជាមានឧបសគ្គឬក៏ការលំបាកក៏ដោយចុះហេតុអ្វីបានជាបុគ្គលមួយចំនួនច្រើនតែធ្វើរនាំងខៀវខាំងរារាំងខ្លួនឯងមិនឲ្យទទួលបាននូវតុល្យភាពនៅក្នុងជីវិតសុភមង្គលនោះជួនកាលវាអាចកាត់ចេញពីការយល់ច្រឡំថារបៀបដែលគេស្វែងរកសុភមង្គលគឺមានន័យថាគេត្រូវបញ្ឈប់នៅកិច្ចខិតខំប្រឹងប្រែងឬក៏បោះបង់ចោលនៅក្តីស្រមៃនោះអ្នកខ្លះប្រហែលជាមិនហ៊ានបើកបេះដូងនៅក្នុងការទទួលស្គាល់ដែរថាសុភមង្គលតុល្យភាពនៅក្នុងជីវិតក៏ជាជំរើសមួយដែរព្រោះវាមានន័យថាពួកគេត្រូវទទួលខុសត្រូវចំពោះអារម្មណ៍ខ្លួនឯងហើយជាលទ្ធផលយើងអាចនឹងធ្លាក់ចូលនៅក្នុងសភាពយ៉ាប់យ៉ឺន
ในการตรามาช่วงหูหัดเปกการเป็นเจียเปลก็ได้จิการโอนกายอมปีสถานภิบปัจจุบันระบบครุ่นหายไปครับยังสังคมทาการตะโอนตายนังเตะตีอันนามันเนี่ยโจมบลาสไลปัญหาระบบยืนแต่เทียดปัตตุมีนามันเนี่ยโจมเอาเตยืงคือจีวิสวะก็เด็กก็รจนาใกล้ชนัยจบจิตตาสุดเสียเซนาริโอในเรื่องร้ายชีวิตตอกลุ่นระบบยืนโจตัวตู้เข้าตระเวนบานกระปุกจำปุกรุ่นเองไอบานประสาจริงอะได้ตีได้เก๋รูปเป็นตุกปียืนไตรจำคาโซแพมันก็ดับตัดประกอบผู้แมงครำใจชีอารามริกรีได้คาดหลายนับเป็นได้มีถึงหล่อเต้คือวิธีการเจงปีขังนกหมอกขังใครโดยเจียประที่จ้าพรานทริซีได้คอมเมนภาษาจังดบบอนกรุกรงภายในขังขนงคือมีอัตโปยันสมบัติหมอกกันดบบอนกรุกรงภายในขังใครวิธีการเจงปีขังขนงคือผู้แม่มอบตะปีได้ร้ายหรือก็สัมผัสนิยมเต้ศพแห่มังกรเป็นประกอบคือเจียดำนาการมือเดือดไรพรังปลายนักงานดบบจบจะประจำโดยจับประดามปีการตั้งจะดมดหม่อมก็โดยจีการพนักงานจัดให้บรรโตดักเพลิงตะเลปนุกจำบานในกำลังเป็นจุดจัดในเก็กขัดคำพรังปลายจะปกครุนเองวิธีตรการในการตั้งจัดการยกจัดตกดักก็โดยจีรบีบินัยยื่นไตรแต่เรียนครบครองกำนัดก็โดยจีอารามระบายยื่นรู้ในได้มีวัตถุบำน้องมีโกลได้ฉบับล้อหนังดังก้นจะปวดเอาไว้ได้ยืนเมียนนี่คือจีดำนาการเอาไว้ใช้ใบไตรการในพิบอัดมดนักบรรโตขัดคำพรังปลายปัญไตวิกนนำยืนตลกศพแผ่มังกรนั่งเสกได้ศพสร้างตรานประกอบตะไดเจริญเพียบเด็กน้องชีวิตมันคานจิตธรรมดาทราบที่จนครุบรูประแมงจังบ้านในสิกไรศพสร้างตรานนั่งศพแผ่มังกรได้มนุษย์พิจารณาแต่งแต่จบกันในขนมตำรับอวิจิเมียนจ่าจ่าได้เรียงเก็ปิกาบอกจิมเฮียนจะปวดเต็มมกนั่งปิกาตัวบ้านได้ศพแผ่มังกรบรรทามตีนเก็คลายกาปลาปโดเวลาให้เก็บบรรทอทเวรุนดาได้บรรทอทเวเอริยาบรรดาได้มันเห็นจะจริงปีกันไหลสวัสดิภาพดีดีให้คือจิกตาเรียงดอกสัมบามปีการุในขนมชีวิตในเกจังบ้านประจำไทยเยอะมันเนี่ยมีกำลังในสอบแพทย์มันก็ได้ยังไงตัวบ้านไปยังจูบเรื่องริกรีหรืออารามละอ้อเลิกปีกำลังได้ยังพลอดเมียนยังอาจในจับดาวบำพลายคลุดแดงบันติกบันดองนำไปตลอดติการคำวอดโซนระบายเหี่ยวปีมันวิ่งบรรทุกใบจิกาจะจริงปีกันในสวัสดิภาพหากโดยจีรวมบูธในมนุษย์พิจารณาเนียมก็ได้จ้ะแต่วิจัยยังเรียนตัวยกในเพียบตัวลำบากตัวสนุกตัวสรุนนี่คือจีวิธีนำไปปรุงริการกำหนดกระจายบังการกำลังในสภาพมังกรเสกได้สับสานทรานในขนมจีวัดเมื่อให้บานจิเกตาการได้เยอะเหมือนพรมจับวิธีในกาจับวิธีในกาดำไปเอาไว้หรือจับวิธีในกาดำไปบันได้ในเรื่องอวิจเบียนจีเรื่อยยังมันได้มันดังขัดไรทั่วใบเต้แต่ยังจานแต่จราทั่วเรื่องงี้จำนวนกาทั่วเรื่องได้ตรำตรึทั่วเรื่องได้มีประโยชน์สำหรับชีวิตยังดังทาไว้หล่อสำหรับยังแต่ยังจะทั่วใบเดงีสัวนั้นพอดอพอเลื่อนยังลือสำเร็จขัดขนงแต่ยังมันพร้อมสำหรับเวียซะกาดังขัดไรทั่วใบแต่มันทั่วเวียคือนำไปยังขมาขลุ่นเองยังยึดตันหนึ่งกาเป็นเจเปลตันการุงขันยังมันเชื่อท่าการชีวิตเทนกานำไปยังเป็นการปลายโปรโลเตจะต่างกับเป็นเจอกันแต่ทั่วครูนายปีบาจันนั่งรองตุกได้มันจับบัตรเตี้ยคุณสมบัติชีวิตจะมีใบประกาได้ช่วยเนี่ยมีกำนัดในขนมกาบังการรูปเพียใบช่วยเนี่ยอาสมัยโกได้พิบฉบับล้อบานการแต่ประสาล้างในขนมชีวิตเนี่ยก็ต้องมีพิบฉบับล้อบ้านลูตราตัวเนี่ยฉบับถ่ายเอาไว้เตอคือชีเรือในเนี่ยตรกาบุบซ้ำแต่การเมื่อเคยอัมพีรูปเพียบในฉบับล้อบัดเอถ่ายชีวิตระบบเนี่ยในขนมไทยอนาคตเบียนเบียนสับเพียบแบบหน้าคือเบียสไลต์ตะเลการประดอตะเลเพียบสำคัญในขนมชีวิตประจำทั้งไงระบบเนี่ยบันติกมาดองก็แบบดูไอกลายแต่เป็นนิติศาสตร์เนี่ยก็กลายแต่ประดอตะเลเรื่องใดสำคัญบำพัดในขนมชีวิตประจำทั้งไงดำไปอนาคตดอประสาระยะบทโตตำลับโตการสำหรับจัดแต่งหลายคือจัดแต่ป้าพวดอทมดอมสำหรับชีวิตระบบเนี่ยเดี๋ยวเปลี่ยนคำหมกได้ตันตำหนังดิการกำจัดกำเนิดวิจมีนอารามสเปซเปอร์บานกันแต่จรานเนี่ยกันแต่มีอารามแท้เนี่ยกันแต่มีพิบฉบับล้านก็เป็นดังใดประจำถ้าเอาไว้ได้เป็นเดือนเนี่ยเบียงกระไดซบนำตัวจุกเจยังชาบมพดนู้
គឺការដែលមានគំនិតសុទិដ្ឋិនិយមនិងការកាត់វិជ្ជមានរីឯរឿងដែលនឹងធ្វើអ្នកមានក្តីសុខនិងទទួលជោគជ័យតិចជាងមុននោះគឺការដែលមានគំនិតទុទិដ្ឋិនិយមនិងគំនិតអវិជ្ជមានម្ល៉េះហើយកម្មវត្ថុរបស់អ្នកនោះគឺការមានគំនិតសុទិដ្ឋិនិយមនិងគំនិតវិជ្ជមានដែលបានច្រើនជាងមុនហើយកុំចាប់ដល់គំនិតអវិជ្ជមានចេញឲ្យអស់ឲ្យបានច្រើនតាមដែលអាចកុំចាប់វាទៅបានត្រូវចាំថាគំនិតរបស់អ្នកគឺជាអ្នកកំណត់គ្មានអ្វីល្អឬក៏គ្មានអ្វីអាក្រក់នោះក៏ទេដែរគំនិតរបស់យើងទេតើដែលធ្វើយើងមើលឃើញទៅជាបែបនេះឬក៏មើលឃើញទៅជាបែបនោះទឹកនៅក្នុងស្រះមនុស្សពីរពួកមើលទៅក្នុងស្រះនោះម្នាក់ឃើញទឹកដ៏ថ្លាស្យងដែលអាចអោនក្រេបម្នាក់ទៀតក៏នឹងគិតថាគ្រាន់តែក្បង់គ្រាន់តែយកដៃចូលជប់ទឹកក៏ល្អបាត់ទៅហើយអ្វីដែលចង់បញ្ជាក់នោះគឺថាអ្នកចង់មើលហេតុការណ៍ផ្សេងៗនៅក្នុងជីវិតជាល្អឬក៏អាក្រក់គឺវាអាស្រ័យទៅលើការយល់ឃើញរបស់អ្នកនឹងឯងសូម្បីតែសាស្ត្រាចារ្យផ្នែកចិត្តវិទ្យាគឺ Dr. Seligman ក៏គាត់បាននិយាយដែរថាបុគ្គលជោគជ័យបុគ្គលដែលមានសេចក្តីសុខសាន្តប្រាណក៏នឹងវាតម្លៃគ្រប់បទពិសោធន៍នៅក្នុងជីវិតជាផ្លូវវិជ្ជមានសូម្បីតែបទពិសោធន៍តិចតួចដែលមិនគួរឲ្យចងចាំក៏ដោយចុះមិនថាម្នាក់អ្វីកើតឡើងទេមនុស្សក្រុមនេះក៏នឹងស្វែងរកអ្វីល្អៗដោយការផ្ដោតទៅលើមេរៀនក៏ដូចជាប្រយោជន៍ដែលទទួលបានពីបទពិសោធន៍ទាំងអស់នោះបណ្ដាបុគ្គលឆ្នាំទាំងឡាយគឺគេមិនដែលគិតទេថាខ្លួនគេបរាជ័យទេផ្ទុយទៅវិញគេយល់ថាអ្វីដែលកើតឡើងបើមិនបានសម្រេចវាគឺជាមេរៀនដែលធ្វើឲ្យគេអាចបំពេញកិច្ចការនោះឲ្យបានកាន់តែប្រសើរឡើងនាពេលខាងមុខម្នាក់មើលឃើញបណ្ដានៃបទពិសោធន៍ថាជារឿងមិនល្អថាជារឿងដែលមិនគួរឲ្យចងចាំអ្នកក៏ច្រើនតែបំភ្លេចរឿងដែលល្អប្រសើរដែលកើតឡើងនៅក្នុងជីវិតដែរទោះបីថាអ្វីគ្រប់យ៉ាងគឺវាសុទ្ធតែជាមេរៀន Thomas Edison គឺគាត់បានយកឧទាហរណ៍នេះដ៏ល្អនៅក្នុងការពិចារណាអំពីជីវិតទោះបីជាគាត់មានភាពបរាជ័យនៅក្នុងការតេស្តសាកល្បងអំពីអំពូលក៏ដោយក៏គាត់មិនដែលគិតថាវាជាការបរាជ័យទេផ្ទុយទៅវិញបើម្ដងនឹងខុសគាត់ក៏គិតថាម្ដងនឹងគឺមិនត្រូវទេរបៀបហ្នឹងគឺមិនត្រូវទេបង្ខំឲ្យចិត្តត្រូវតែធ្វើទៅតាមរបៀបផ្សេងជាដើមគាត់មិនបានបរាជ័យទេគាត់គ្រាន់តែរកឃើញវិធីដែលប្រើមិនបានផលប៉ុណ្ណោះហើយវាក៏ធ្វើឲ្យគាត់មានគំនិតវិជ្ជមានបណ្ដោះគំនិតល្អៗនៅក្នុងការអនុវត្តឲ្យកាន់តែប្រសើរគាត់ថែមទាំងនិយាយទៀតថានៅពេលដែលសម្រេចចិត្តថាចង់ប្រឌិតអ្វីមួយយ៉ាងជំនឿតាំងតែពីដើមរបស់ខ្ញុំគឺគ្រាន់តែបញ្ជាក់ពីវិធីដែលមិនបានផលហើយកំចាត់វិធីទាំងអស់នោះចោលនោះខ្ញុំក៏នឹងរកឃើញវិធីដែលបានផលមិនខានបំណងមួយទៀតគេថាយើងគួរតែចាំថាអ្វីដែលគួរឲ្យមានមោទនភាពបំផុតនៅក្នុងជីវិតគឺពុំមែនជាការមិនធ្លាប់បរាជ័យទេតែជាការក្រោកឡើងរាល់លើកដែលបរាជ័យអ្នកគួរតែទប់ទល់ទៅនឹងភាពបរាជ័យទៅដោយវិធីបែបនោះក៏យ៉ាងដូច្នោះដែរដើម្បីឲ្យអ្នកមើលឃើញកាន់តែច្បាស់ឡើងដែលអាចស្រមៃឃើញទៅដល់ភ្នក់ភ្លើងពីរភ្នក់ភ្នក់ទី1គឺជាភ្នក់ភ្លើងនៃបំណងប្រាថ្នាក្តីសង្ឃឹមមហិច្ឆតានិងរូបភាពនៃអនាគតរបស់អ្នករីឯភ្នក់ភ្លើងមួយទៀតគឺជាភ្នក់នៃភាពសោកសៅទោមនស្សដែលជាបណ្ដុំនៃបទពិសោធន៍អវិជ្ជមានដែលធ្វើឲ្យអ្នកគ្មានតុល្យភាពនៅក្នុងជីវិតអ្នកចាប់ផ្ដើមមួម៉ងសៅម៉ងនិងសៅម៉ៅគ្រាន់តែអ្នកនៅឃើញទៅដល់ភ្នក់ភ្លើងនោះភ្លាមនៅក្នុងមួយថ្ងៃអ្នកក៏នឹងជញ្ជូនចំបើងពេញកណ្ដាប់ដៃតែម្ដងដែលសំដៅទៅដល់ភ្នក់ភ្លើងទាំងពីរហើយវាគឺជាពេលដែលអ្នកត្រូវតែធ្វើការសម្រេចចិត្តច្បាស់ថាតើអ្នកគួរតែបន្ថែមចំបើងនៅក្នុងភ្នក់ភ្លើងមួយណាចំបើងនោះគឺធម្មពលគំនិតក៏ដូចជាអារម្មណ៍របស់អ្នកសំណួរនោះគឺថាតើនឹងមានអ្វីកើតឡើងបើអ្នកបន្ថែមចំបើងទាំងអស់នៅក្នុងភ្នក់ភ្លើងនៃសេចក្តីប្រាថ្នាដើម្បីឲ្យក្តីសង្ឃឹមនិងក្តីស្រមៃរបស់អ្នកមានតែស្មីតើនឹងមានអ្វីកើតឡើងចំពោះភ្នក់ភ្លើងមួយភ្នក់ទៀតចម្លើយគឺថាតើប្រសិនបើអ្នកមិនបានបន្ថែមចំបើងចូលវាទេទីបំផុតវាក៏នឹងរលត់ដោយខ្លួនឯងចាក់ជាមិនខានឧទាហរណ៍អំពីភ្នក់ភ្លើងនេះក៏យើងអាចយកមកប្រើអំពីឧទាហរណ៍នៃភាពវិជ្ជមាននិងភាពអវិជ្ជមានដូចគ្នាដែរគំនិតអវិជ្ជមាននៅពេលដែលយើងព្យាយាមបន្សាបបងវាចោលបន្តិចម្ដងយើងក៏នឹងសល់តែរឿងល្អត្បិតអីថានៅក្នុងផ្នត់គំនិតប្រចាំថ្ងៃបើយើងមិនគិតអំពីរឿងល្អយើងច្បាស់ជាគិតអំពីរឿងមិនល្អវាគឺជាផ្នែកមួយនៃគោលការណ៍ដ៏មានធម៌ពលនៅក្នុងជីវិតដែលជួយអ្នកទទួលជោគជ័យនិងមានក្តីសុខម្ល៉េះហើយចូលតាំងចិត្តដល់មុតមមថា
นังเละบังทำมาโปลแต่งออกดาวตะเลพนุเพลิงในบบนองปรารถนาหายกลมกันหรือก็ในยัยตะดาวอดติกาตั้งหลายอันนะได้ถ้วยเนี่ยขมิ้นกระไดซอกบันนักกระแตะตันตะนังเอาไว้เด็กครูดไอพฤติการการแต่คลางหลังหรือรายซิมเซกได้ถ้วยเนี่ยขมิ้นกระไดซอกก็นังกันแต่คลิปไงตื้อก็ยังได้ชนะได้หายเวียก็นังเลขบินอดโปชราเตียหายในขนมจีบตรบเนี่ยเฮลันเคลเลอร์กอดบ้านในยัยทาเรื่องมวยได้ละเคราะห์จิงกาปิกาพในจุดเดียดนู้คือการเบอร์เคยแต่ขมิ้นจะขบวิสัยต่อแต่ซะเนี่ยมีสมรรถภาพในขนมกากระดูกเพียบบังการอนาคตบาลอประสาได้กลุ่นเองหาไว้ในไตรเธอกระดกจำลายบานฉบับธาตาตำไลในเชื่อนังประกังชอบคือเจียไว้ให้กู้รูปเพียบชีวิตไอสอบนังตำไลระบบเนี่ยไว้กู้รูปเพียบในคดีสระไม่นังเอาไว้ในปรารถนาบานฉบับละโดยชีวิตการล้างเราเป็นประกันบัดต่อมองก็ตลอดดูพินิจได้มุ่นเปโจเก่งจีประจำเนี่ยไตรถอยรูปเพียบชีวิตในขนมกระไดสนามัยระบบเนี่ยฉบับล่างให้กิดรูปเพียบติงหน่วยบานหยดหยอบการเทอแบบนี้วิบันติมาดองก็ช่วยจำเริงทำแบบกำนัดคือบัดนี้ไปยงตามรุ่นเดเบิร์นฉบับในตุ่มเด้งคือถอยกระไดสนามัยระบบเนี่ยคล้ายที่จีกับเป็นเนื้อเป็นเนี่ยขัดคอมเทอครูดไอมีสมาร์ทเพียบในขนมการสรุปที่บันติมาดองฉบับในเพียบซี่จังหวะได้นับเฟยเยิงให้ครุบกรองแต่งธรรมโปจัดกำหนดเรียงกายให้ปราชีวได้โชว์ตเลยกำหนดตะเลียเพียบมาหล่อปรอสามาละให้ดำไปไอจัดกำหนดระบบเนี่ยกำบายสาช่วยชวาตะโลเรื่องเอาไปเสียงในขนมชีวิตประจำทั้งไงเนี่ยไตรเตรียมพอทำลายตะเลเพียบสำคัญเอาไปได้สำคัญให้บันเนี่ยดังทะเบียสำคัญให้กลมกันเยี่ยมกันย่อมไตรพอเลเวียไตรทัวเวียบานบนเกตาใบเตยที่อุปสรรคทุ่มได้เรียนเนี่ยมาได้เมกได้ซบให้เนี่ยก็ดังอ่านเมื่อเคยรูปเพียบในขนมอดามากเตจบัตถาชีวิตได้สมบูรณ์แบบในขนมอนาคตนึงคือวิสมบูรณ์แบบอย่างโดยมันได้ไตรจำถาปีทั้งไงได้สำคัญบุพพในขนมชีวิตระบายเยื้องคือทั้งไงเด็กเกิดหนึ่งทั้งไงเด็กเยื้องเราเคยอย่างปีบุปผาในการเกิดเราเคยอย่างปีทับตายืนรู้ในดำใบเอาไว้เตยจะก็ได้เอาไว้เตยจะการบัตรดมบุตรมอมนั่นเองโดยจิเกธาเนี่ยได้ดังถาครูนไอเมียนชีวิตดำใบถั่วไว้นังดังถาเราปลายชีวิตอยากโดยมาได้ดังไอเวลาให้บานเจเกธาสิกไรปรารถนาดำเนินธรรมโปบัมพัดระบมนุษย์เยืองคือการรู้อัปปีโยอัตในชีวิตก็โดยจิโกได้ระบครุนจะให้บานเจเกธาตัดตาโกได้ชีวิตระบมนุษย์คือเจียไว้กเตมวยนี้คือยังไตรแต่ชลายได้มันจะใบกเตประสินบยืนมีนเบียยังดังด้วยแต่หายตาเอาไปเตอเกี่ยกรรมวัตถุจำบองในขนมการโรนัยชีวิตประจำทั้งไงแต่บยมันเป็นพองเทนุยังไปนพราวเปลกิดจะเจียมันขันโดยจำถาโมตนาหีกรมรัฐในการกรบโดยจิการมินารามหล่อจุปโครนังคือเวกาเจงปีระเบียบเดนมินารามถาครูนไอเธอประยอยดอนนาเตยจรานจิงการได้ตัวบานเบียคือจะเนปดอลเอาจรานที่เนตตัวด้วยถ้วยเนี่ยถ้วยเรื่องสำคัญบ่มพัดจุปโครนังแต่ตามดูได้ไตรจำทากรุบเนี้ยสัตว์แต่เมนชีวิตรุ่นได้กล้าประสัยจำเนะตำนองจมวยนมาดูจมวิ่งมาดูยังไตรบังการล้างอเมริกาได้สับบานลูตราแต่เก้ทเรื่องอเมริกาประยาวถ้วยจีบระบอกเก้กันแต่เมนตะเลียเพียบล้างตัวใบเจียบันติกมาดองกระดอยจ่อเนะได้มันบานจุยเนนามันบ้านเธอประยาวดอนยาเดตัยเกิดแต่จังบานปีเนเดตัยเก้กันขมิ้นสกได้สักสันตราในขนมชีวิตเต้จนกรมนี้ก็ต้องมีโมตนาเพียบในการกรบปลุกในติกนะหายถอยปุ๊กเกมันเป็นจัดหายตายจะมีจรณาชนิดนี้ในขนมชีวิตไร้จำทายกรบนี้สัตย์จำทราบชอบจมูกในเนตเต้หายมือในขนมจำนำระเบียบดอกจ้าคือการเกิดติดโรคมาโชว์ใบมียาได้ช่วยเกมีชีวิตการตายประสาแล้วบันติกมาดองบางอย่างสังเกตเมื่ออันปีทัดเพียบในมนุษย์ปีกรมได้รู้ในตรันแตมรู้มารู้นักกรมได้รู้ในประกอบแต่ดาวตึกได้ในขนมชีวิตถ้าเกรู้ในดำใบเอาไว้เกจังเตนะชีวิตในมนุษย์ปีกรมนี้คือเรื่องแม่งข้อนี้หายละตพอประสิทธิภาพในเกสำหรับบานในขนมชีวิตก็ข้อนี้อย่างทรานสมามได้กายยุดังอันปีเพียบข้อนี้ได้เรียนการทั่วการดำใบรู้นังรู้ในดำใบทั่วการคือเจกัตตาได้ถ้วยเนี่ยบ่งการคุณภาพชีวิตให้เราในการเตมินตะเลียเพียบหายปลายชีวิตโดยโชว์ตะเลยจำเล็กหล่อแน่คลามินารามทาครูนายเหลือบางอย่างเป็นจำพันตะเลยกางเยได้กับปงเทอหายถ้วยปุกเกชื่อเจาะทำเมกันในซบนางเมียนทำอุปโภเปเทอร์กาเต็มนั่นนี้ก
ก็មានពួកខ្លះទៀតដែលធ្វើការបានល្អឥតខ្ចោះតែរឿងដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាជឿជាក់និងមានក្តីសុខខ្លាំងបំផុតនោះគឺការបានប្រើជីវិតផ្ទាល់ខ្លួននឹងឯងសម្រាប់អ្នកដែលមានក្តីសុខជាមួយនឹងការងារការប្រើជីវិតដោយឈរទៅលើចំណុចតុល្យភាពរបស់ពួកគេគឺការលះបង់ពេលវេលានិងកម្លាំងភាគច្រើនទៅលើការងារផ្ទុយទៅនេះការប្រើជីវិតដោយឈរទៅលើចំណុចតុល្យភាពរបស់មនុស្សដែលពេញចិត្តទៅនឹងជីវិតផ្ទាល់ខ្លួនច្រើនជាងគឺការបានប្រើពេលវេលានិងកម្លាំងភាគច្រើនទៅលើរឿងផ្សេងៗដែលមិនទាក់ទិនទៅនឹងការងារនោះឯងអ្នកអាចបង្កើតតុល្យភាពនៅក្នុងជីវិតផ្ទាល់ខ្លួនក៏ដូចជាជីវិតការងារបានដោយការប្រើជីវិតឲ្យស្របទៅនឹងតម្លៃរបស់ខ្លួននោះអ្នកក៏នឹងដឹងថាគួរព្យាយាមធ្វើរឿងណាដើម្បីអភិវឌ្ឍជីវិតរបស់ខ្លួនឯងឲ្យកាន់តែមានតុល្យភាពឲ្យកាន់តែមានអត្ថន័យកាន់តែជ្រាលជ្រៅឡើងទៅតាមនោះដែរម្ល៉េះហើយបានជាគេថាបើបានធ្វើការងារដែលស័ក្តិសមទៅនឹងខ្លួនឯងអ្នកក៏នឹងចង់រៀនចង់សិក្សាចង់អភិវឌ្ឍខ្លួនឯងដោយមិនឈប់ឈរតែបើអ្នកគ្មានអារម្មណ៍ថាចង់រៀនបន្ថែមឬអភិវឌ្ឍខ្លួនឯងនៅក្នុងទំនាក់ទំនងទៅនឹងការងារទេគឺមានន័យថាការងារដែលអ្នកកំពុងតែធ្វើគឺវាមិនស័ក្តិសមទៅនឹងអ្នកទេនេះពុំមែនមានន័យថាការងារនោះមិនល្អទេគ្រាន់តែថាវាមិនសមទៅនឹងតម្លៃដែលអ្នកប្រកាន់ខ្ជាប់អ្វីដែលសំខាន់គឺជាការបង្ហាញថាជីវិតរបស់អ្នកគឺគ្មានតុល្យភាពគឺការដែលអ្នកមានអារម្មណ៍ថាខ្លួនឯងមិនបានលះបង់ចំពោះនៅក្នុងជីវិតនៃផ្នែកពិសេសណាមួយឡើយមិនថាអាជីពការងារទំនាក់ទំនងឬក៏តុល្យភាពនៅក្នុងជីវិតគ្រួសារអីជាដើមម្ល៉េះហើយអ្នកត្រូវសួរថាតើនឹងមានអ្វីកើតឡើងបើអ្នកគ្មានក្តីសុខទៅនឹងការងារអ្នកអាចធ្វើការបានល្អនិងជឿជាក់ទៅលើលទ្ធផលការងារខ្លួនតែការងារនោះมันអាចធ្វើឲ្យអ្នកមានក្តីសុខនិងកើតកម្លាំងពន្យុះចិត្តទេហើយនៅពេលអ្នកពិចារណាថារឿងណាដែលមានអត្ថន័យចំពោះអ្នកខ្លាំងបំផុតចម្លើយដែលទទួលបានគឺអាចជារឿងផ្សេងតែមិនទាក់ទិនទៅនឹងការងារទៅវិញត្រូវចាំថាអ្វីដែលសំខាន់ជាងវិធីដែលអ្នកជ្រើសរើសនៅក្នុងការធ្វើប្រយោជន៍ទៅដល់អ្នកដទៃគឺចិត្តគំនិតនិងទស្សនៈដែលមានចំពោះរឿងនោះនិយាយខ្លីគឺថាបើអ្នកធ្វើរឿងនោះព្រោះចង់ឲ្យអតិថិជនឬក៏អ្នកបម្រើដែលទទួលបានប្រយោជន៍ពីជីវិតរបស់អ្នកប្រសើរឡើងគឺមានន័យថាអ្នកកំពុងតែធ្វើរឿងដែលស័ក្តិសមទៅនឹងខ្លួនឯងហើយពួកគេក៏នឹងមានអារម្មណ៍ថាជីវិតខ្លួនឯងកាន់តែមានន័យកាន់តែមានតម្លៃទៅតាមនោះឯងម្ល៉េះហើយចូលសួរសំណួរឲ្យបានច្រើនដើម្បីអ្នកអាចស្វែងយល់ពីខ្លួនឯងឲ្យបានកាន់តែច្រើនអ្វីទៅគឺជារឿងដែលធ្វើឲ្យជីវិតរបស់អ្នកមានអត្ថន័យនិងគោលដៅដ៏ខំខ្លាបំផុតនោះតែអ្នកចូលចិត្តធ្វើអ្វីអ្នកណាជាមនុស្សដែលយកចិត្តទុកដាក់ជាមួយទន្ទឹមនឹងការគោរពនិងការចង់ជួយចង់ជួបឲ្យបានច្រើនបំផុតនោះថាតើយើងរៀបរំដាប់នៃភាពសំខាន់ជីវិតយ៉ាងដូចម្តេចនៅពេលដែលយើងស្វែងយល់អំពីភាពសំខាន់យើងស្វែងយល់អំពីអត្ថភាពពេលនោះហើយយើងក៏នឹងដឹងយ៉ាងច្បាស់ថារឿងណាដែលគួរធ្វើនិងរឿងណាដែលមិនគួរធ្វើនោះឯង